តោះបងថ្ងៃនេះដាំបាយច្រើនណាមុខម្ហូបមួយនេះចោលបាយណាបងមុខម្ហូបនេះឈ្មោះថាខប្រហុកត្រីពោចឹងខប្រហុកនេះខ្ញុំមានត្រីពោសាច់ជ្រូកត្រប់វែងខ្ទឹមសខ្ទឹមក្រហមម្ដេងលក្រីស្លឹកក្រូចម្ដេងបងចង់ដាក់ក៏បានអត់ក៏បានម្ទេសបន្តិចមកហើយយើងក៏ខ្វះមិនបានប្រហុកដែរហើយអំពិលទុំបន្តិចបងចង់ដាក់ក្រូចឆ្មាក៏បានអញ្ចឹងបងមើលតាមវីដេអូហ្នឹងទៅមានអីគេខ្លះហើយនេះជាបន្លែយើងមានតសក់មាននិយាយទៅតាមបងដាក់តាមចំណង់ចំណូលចិត្តរបស់បងណាបងច្បល់ចូលគ្នាឲ្យសពចឹងមកហើយខ្ទឹមយើងបំពងដាក់ខ្ទឹមកូរឲ្យឈ្ងុយហើយចាំយើងដាក់បងប្រហុកចូលប្រហុកក៏យើងលីងឲ្យឈ្ងុយដែរណាបងយើងលីងប្រហុករៀងឈ្ងុយបន្តិចហើយចាំយើងដាក់ម្ដេងស្លឹកក្រូចស្លឹកគ្រៃហ្នឹងហើយខ្ទឹមក្រហមហ្នឹងយើងដាក់ចូលហើយយើងលីងវាឲ្យរៀងឈ្ងុយឲ្យសពឈ្ងុយអស់ហើយចាំយើងចាក់សាច់ជ្រូកចូលអញ្ចឹងអត់ប្រហែលអីបងអានេះតាមចំណង់ចំណូលចិត្តរបស់បងចង់ខម៉ាំបងដាក់ម៉ាំទៅគ្រាន់តែវាប្លែកខុសគ្នាជាមួយខប្រហុកហើយនឹងខម៉ាំទេអញ្ចឹងបើបងចង់ញ៉ាំខម៉ាំបងដាក់ម៉ាំចង់ញ៉ាំខប្រហុកបងដាក់ប្រហុកអញ្ចឹងយើងលីងសាច់ជ្រូកយើងឲ្យរៀងឆ្អិនមកចាំសាច់ជ្រូកយើងរៀងឆ្អិនបន្តិចចាំយើងដាក់ត្រីចូលអញ្ចឹងយើងដាក់ត្រីមកនិយាយទៅត្រីហ្នឹងយើងបងចង់ញ៉ាំត្រីឯងបងដាក់ត្រីហ្នឹងទៅអត់រើសទេប៉ុន្តែសម្រាប់ការណែនាំរបស់ខ្ញុំណែនាំឲ្យដាក់ត្រីពោវាមានខ្លាញ់ហើយយើងដាក់ត្រីហ្នឹងវាជាតិហ៎បងអញ្ចឹងបើបងអត់ចេះញ៉ាំត្រីពោទេបងចង់ដាក់ត្រីអណ្ដែងត្រីទក់ឬក៏ត្រីអីដាក់ទៅតាមចំណង់ចំណូលចិត្តរបស់បងណាតែសម្រាប់គ្រួសាររបស់ខ្ញុំចូលចិត្តដាក់ត្រីពោព្រោះត្រីពោវាខ្លាញ់អញ្ចឹងទៅវាមានជាតិអញ្ចឹងពេលយើងដាក់ត្រីពោចូលហើយយើងចាក់ទឹកចូលបន្តិចមកទឹកក៏យើងដាក់តាមចំណង់ចំណូលចិត្តរបស់បងដែរយើងចូលចិត្តខាប់យើងដាក់ខាប់យើងចូលចិត្តរាវយើងដាក់រាវទៅដាក់តាមចំណង់ចំណូលចិត្តតាមផ្ទះបងប្អូននីមួយអញ្ចឹងណាបងព្រោះដោយសារតាមផ្ទះបងប្អូនខ្លះគាត់ចូលចិត្តខាប់បងប្អូនខ្លះគាត់ចូលចិត្តរាវអញ្ចឹងណាយើងដាក់ទឹករួចហើយយើងដាក់ត្រប់វែងចូលត្រប់វែងនេះយើងដាក់ហើយយើងមកងាស់វាបន្តិចទៅឲ្យវាលលួយតិចទៅត្រប់វែងហ្នឹងកាន់តែលលួយកាន់តែឆ្ងាញ់ណាបងហើយយើងដាក់ប៊ីចេងស្ករបន្តិចណាបងនៅខាងដើមវីដេអូនោះបងឃើញមានបន្លែមានអីរៀបចំរួចរាល់អស់ហ្នឹងតាមពិតអត់ទេបន្លែហ្នឹងគឺនាងខ្ញុំចិត្តតាមក្រោយទេខ្ញុំដាក់មកងាស់ខប្រហុកយើងនឹងចោលបន្តិចទៅដើម្បីឲ្យវាលលួយត្រប់និងឆ្អិនត្រីអញ្ចឹងណាហើយខ្ញុំមកចិត្តបន្លែមានតសក់ផ្កាស្នោមានតកួនមានជីអញ្ចឹងបងដាក់តាមហ្នឹងទៅសណ្ដែកបដោះបងចូលចិត្តញ៉ាំអីបងដាក់តាមហ្នឹងទៅបន្លែយើងអត់រើសហើយក៏យើងអត់កំណត់ដែរតាមបងចូលចិត្តអញ្ចឹងណាបើមានដើមចេកទៀតកាន់តែអែមអញ្ចឹងខ្ញុំអត់បានដាក់ដើមចេកទេដោយសារខ្ញុំរកទិញអត់មានខ្ញុំដាក់តយងចេកខ្ញុំទិញបានតយងចេកខ្ញុំដាក់តយងចេកតែបើបងមានដើមចេកបងដាក់ដើមចេកទៀតកាន់តែអែមគឺត្រូវចាប់ជាតិគ្នាហ្មងហើយខប្រហុកហ្នឹងត្រូវការជូរបងអញ្ចឹងយើងដាក់ជូរបន្តិចបានឆ្ងាញ់បងហើយតែបើបងអត់សូវចូលចិត្តជូរទេយើងមិនបាច់ដាក់ជូរពេកក៏បានដែរយើងភ្លក់មកល្មមទៅយើងផ្ទាប់មួយបន្លែមកឆ្ងាញ់ហើយបានហើយប៉ុណ្ណឹងគឺយើងលើកចុះបានហើយបងតែសម្រាប់ខ្ញុំដាក់អំពិលទុំតែបើបងខ្លះគាត់ធ្វើគឺគាត់អត់ទាន់ដាក់ម្ជូរចូលទេគាត់ចាំច្បាច់ក្រូចឆ្មាតាមក្រោយអញ្ចឹងណាតែសម្រាប់ខ្ញុំដាក់អំពិលទុំចូលឲ្យហើយអញ្ចឹងណាអញ្ចឹងខ្ញុំភ្លក់មើលមកល្មមមកតាមចំណង់ចំណូលចិត្តអ្នកផ្ទះខ្ញុំរួចហើយគឺហើយតែប៉ុណ្្នឹងគឺឆ្អិនណាខ្ញុំទុកឲ្យពុះបន្តិចទៀតដើម្បីឲ្យវាលលួយទ្រាប់បន្តិចណាអញ្ចឹងប៉ុណ្្នឹងរួចហើយបងអញ្ចឹងមានតែប៉ុណ្្នឹងឯងអរគុណច្រើនបើតាមផ្ទះបងធ្វើមិនបងជួយខមមិនប្រាប់តាមក្រោមវីដេអូផងអរគុណ